ក្មេងស្រីបានចៃដន្យឲ្យរកឃើញរឿងដ៏តក់ស្លុតមួយគូដណ្ដឹងរបស់នាងបានទទួលយកការសារភាពរបស់បងប្អូនស្រីនាងរឿងនេះកើតឡើងតែមួយថ្ងៃមុនពិធីមង្គលការរបស់ពួកគេជំនួសឲ្យការខឹងសម្បានាងបានទៅជួបព្រះចៅអធិរាជផ្ទាល់នាងបានស្នើសុំលុបចោលការភ្ជាប់ពាក្យពេលឬដូច្នេះព្រះចៅអធិរាជមានការភ្ញាក់ផ្អើលមនុស្សគ្រប់គ្នានៅក្នុងទីក្រុងដឹងពីក្តីស្រឡាញ់របស់នាងស្រឡាញ់ព្រះអង្គម្ចាស់រាជទាយាទយ៉ាងជ្រាលជ្រៅចុះហេតុអ្វីនាងស្រាប់តែបញ្ចប់រឿងពេលឬព្រះបន្ទូលរបស់ព្រះចៅអធិរាជគំនិតរបស់ក្មេងស្រីបានរសាត់ទៅអតីតកាល6 ខែមុនអ្វីគ្រប់យ៉ាងហាក់ល្អឥតខ្ចោះនាងគឺជាកូនស្រីនៃគ្រួសារអភិជននាងបានធំដឹងក្តីជាមួយព្រះអង្គម្ចាស់រាជទាយាទពួកគេត្រូវបានគេចាត់ទុកជាគូស្នេហ៍ដ៏ល្អឥតខ្ចោះប្រទេសជាតិទាំងមូលក៏សរសើរទំនាក់ទំនងរបស់ពួកគេក្មេងស្រីគិតថាពួកគេនឹងរស់នៅជាមួយគ្នាអស់មួយជីវិតប៉ុន្តែអ្វីបានផ្លាស់ប្ដូរ6 ខែមុនបងប្អូនស្រីពាក់កណ្ដាលរបស់នាងស្រាប់តែលេចមុខនៅក្នុងជីវិតរបស់ពួកគេព្រះអង្គម្ចាស់ចាប់ផ្ដើមយកចិត្តទុកដាក់លើបងប្អូនស្រីរបស់នាងគាត់បានផ្ដល់ការយកចិត្តទុកដាក់ទាំងអស់របស់គាត់ដល់បងប្អូនស្រីនោះក្មេងស្រីបានជឿលើការពន្យល់ដ៏សាមញ្ញនាងគិតថាព្រះអង្គម្ចាស់មានអារម្មណ៍ស្រឡាញ់បែបបងប្អូនប៉ុន្តែប៉ុន្មានថ្ងៃមុននាងបានរកឃើញការពិតនាងបានលួចស្ដាប់ការសន្ទនារបស់ពួកគេដោយចៃដន្យបងស្រីនាងនិយាយទាំងក្តីបារម្ភយ៉ាងច្បាស់ខ្ញុំមិនអាចទទួលយកអារម្មណ៍របស់អ្នកបានទេនាងនិយាយថាអ្នកជាគូដណ្ដឹងបងស្រីខ្ញុំព្រះអង្គម្ចាស់ឆ្លើយតបដោយចិត្តត្រជាក់ខ្ញុំគ្រាន់តែត្រូវការខ្សែតាក់ទងគ្រួសារបងស្រីអ្នកប៉ុណ្ណោះខ្ញុំត្រូវការការគាំទ្រផ្នែកនយោបាយរបស់ពួកគេខ្ញុំមិនដែលមានចិត្តលើនាងឡើយចិត្តនាងបែកបាក់ភ្លាមប៉ុន្មានឆ្នាំកន្លងមកនេះសុទ្ធតែជាការកុហកព្រះអង្គម្ចាស់បានបោកប្រាស់នាងគាត់គ្រាន់តែឲ្យតម្លៃឋានៈគ្រួសារនាងប៉ុណ្ណោះទាំងចិត្តបែកបាក់និងខកចិត្តយ៉ាងខ្លាំងនាងក៏ទៅគាល់ព្រះចៅអធិរាជភ្លាមនាងបានទូលស្នើសុំលុបចោលការភ្ជាប់ពាក្យជាផ្លូវការក្រោយស្ដាប់នាងហើយព្រះចៅអធិរាជដកដង្ហើមធំអស់ជាច្រើនឆ្នាំអ្នកទាំងពីរស្អិតរមួតនឹងគ្នាគ្រប់គ្នាដឹងពីទំនាក់ទំនងអ្នកទាំងពីរជាមួយនឹងការបែកបាក់ភ្ជាប់ពាក្យភ្លាមបែបនេះគ្មាននរណាហ៊ានចូលស្ដីដណ្ដឹងនាងឡើយអនាគតនាងហាក់ដូចជាត្រូវរស់នៅឯកានៅពេលនាងត្រៀមខ្លួនសម្រាប់ជីវិតឯកាមនុស្សម្នាក់ដែលនាងមិននឹកស្មានដល់បានដើរចូលក្នុងសាលធំគឺព្រះមាតារបស់ព្រះអង្គម្ចាស់ព្រះអនុជរបស់ព្រះចៅអធិរាជគាត់បានបង្ហាញបំណងចង់រៀបការជាមួយនាងព្រះចៅអធិរាជភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ស្ដីបន្ទោសប្អូនប្រុសថាហ៊ានលេងសើចតាមឋានានុក្រមគ្រួសារត្រឹមត្រូវក្មេងស្រីគួរតែហៅបុរសនេះថាពូនាងហៀបនឹងបដិសេធសំណើរបស់គាត់ដោយគួរសមពេលនោះពូក៏បង្ហាញរឿងគួរឲ្យភ្ញាក់ផ្អើលគាត់យកត្បូងដ៏មានតម្លៃមួយចេញពីហោប៉ៅពេលនោះទើបក្មេងស្រីស្គាល់គាត់ពូរបស់ព្រះអង្គម្ចាស់តាមពិតជាអ្នកសុំទាននាងធ្លាប់បានជួយគាត់កាលពីប៉ុន្មានឆ្នាំមុន5 ឆ្នាំមុនពួកបះបោវាយប្រហាររាជបល្ល័ង្កបុរសនេះបានប្រយុទ្ធដើម្បីការពារព្រះចៅអធិរាជស្ទើរតែទាហានគាត់ទាំងអស់បានស្លាប់ក្រោយមកគាត់បានធ្លាក់ក្នុងភាពអស់សង្ឃឹមយ៉ាងខ្លាំងសេចក្តីសប្បុរសរបស់ក្មេងស្រីបានជួយគាត់ឲ្យងើបឡើងវិញក្តីមេត្តារបស់នាងបានធ្វើឲ្យគាត់មានកម្លាំងចិត្តប្រយុទ្ធឡើងវិញគាត់គ្រោងនឹងសុំរៀបការក្រោយពេលត្រឡប់មកវិញប៉ុន្តែពេលនោះនាងស្រឡាញ់អ្នកផ្សេងបាត់ទៅហើយឥឡូវវាសនាបាននាំនាងត្រឡប់មករកគាត់វិញលើកនេះគាត់នឹងមិនឲ្យឱកាសនេះកន្លងផុតទៅឡើយព្រះចៅអធិរាជរំជួលចិត្តយ៉ាងខ្លាំងចំពោះរឿងនេះបើគ្មានការលះបង់ដ៏ក្លាហានរបស់ប្អូនប្រុសទ្រង់ទេព្រះចៅអធិរាជប្រហែលជាបាត់បង់ព្រះជន្មទៅហើយដើម្បីបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ទ្រង់គាត់បានរៀបចំអាពាហ៍ពិពាហ៍របស់ពួកគេភ្លាមចាប់ពីពេលនោះទៅនាងនឹងក្លាយជាព្រះនាងឋានៈរបស់នាងនឹងស្មើនឹងព្រះមាតាអធិរាជិនីផ្ទាល់បន្ទាប់ពីចាក់ចេញពីព្រះរាជវាំងធំរបស់អធិរាជនាងបានដើរកាត់ព្រះរាជឧទ្យានព្រះមាតាអធិរាជិនីនិងរាជទាយាទគង់នៅទីនោះពួកគាត់កំពុងទស្សនាផ្កាដ៏ស្រស់ស្អាតឃើញនាងព្រះមាតាអធិរាជិនីបានហៅនាងមកព្រះនាងមានបន្ទូលដោយគិតស្មានយ៉ាងឆ្មើងឆ្មៃព្រះនាងជឿថានាងបានអង្វរអធិរាជព្រះនាងគិតថានាងចង់រៀបការជាមួយព្រះអង្គម្ចាស់ដោយសារនាងអន្តេសាចង់រៀបការជាមួយគេណាស់នាងនឹងមិនត្រូវការថ្លៃបណ្ណាការច្រើនទេព្រះនាងក៏បានចេញការព្រមានដ៏តឹងរឹងមួយដែរក្នុងនាមជាកូនស្រីអភិជនចាំពាក្យនេះណាថ្លៃបណ្ណាការរបស់នាងត្រូវតែថ្លៃថ្នូរនិងសមរម្យបើមិនដូច្នេះទេពួកមន្ត្រីនឹងចំអកឲ្យនាងរាជទាយាទមិនបានព្យាយាមលាក់បាំងទេការមើលងាយរបស់ទ្រង់អាចមើលឃើញយ៉ាងច្បាស់ទោះបីជានាងរៀបការចូលគ្រួសារខ្ញុំក៏ដោយគុំសំបីតែស្រមៃចង់បានបេះដូងខ្ញុំគ្មានកន្លែងសម្រាប់អ្នកណាផ្សេងទៀតឡើយប្រឈមមុខនឹងភាពជឿជាក់លើខ្លួនឯងហួសហេតុរបស់ពួកគេនាងបានលាតត្រដាងពីការយល់ច្រឡំទាំងស្រុងរបស់ពួកគេព្រះចៅអធិរាជបានរៀបចំការរៀបការរបស់ខ្ញុំប៉ុន្តែខ្ញុំមិនរៀបការជាមួយព្រះអង្គម្ចាស់រាជទាយាទទេព្រះអង្គម្ចាស់និងព្រះមាតារបស់ទ្រង់មានការភ្ញាក់ផ្អើលពួកគេមិនអាចជឿនៅអ្វីដែលពួកគេបាននៅឡើយ